នៅលើផ្ទៃបឹងទន្លេសាបចំណេះដឹងត្រូវបានផ្ទេរតជំនាន់ពីម្ដាយទៅកូនស្រីអំពីរបៀបធ្វើប្រហុកបែបជនបទស្រុកស្រែនេះជាសាច់រឿងស្ត្រីនៅសហគមន៍នេសាទអូអាកុលខេត្តពោធិ៍សាត់ដែលមានការអំណត់តស៊ូកែច្នៃផលនេសាទដើម្បីជីវភាពរស់នៅរបស់ក្រុមគ្រួសារគម្រោង Catfish Capture មិនត្រឹមតែផ្ដល់ជូនក្រុមស្ត្រីកែច្នៃផលនេសាទអូអាកុលជាសម្ភារៈបរិក្ខារអនាម័យតែជាចំណេះដឹងដែលកែប្រែការអនុវត្តអនាម័យនិងសុវត្ថិភាពចំណីអាហារក្រៅពីនេះវារួមចំណែកថែរក្សានិងអភិរក្សធនធានជលផលនិងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបផងដែរការដែលយើងធ្វើនៅតាមផ្ទះរៀងខ្លួនគឺមានន័យថាយើងលក់ទៅគឺតម្លៃវាទាបUnido ជួយប្រឹងសមត្ថភាពនៅក្នុងក្រុមរបស់យើងដែលយើងអត់ទាន់មានហើយនឹងការតាំងពិព័រណ៍ផ្សព្វផ្សាយផលិតផលឬក៏ធ្វើវីដេអូខ្លីៗដើម្បីផ្សព្វផ្សាយពីផលិតផលឬក៏ក្រុមយើងធ្វើបានហើយមួយទៀតក៏គាត់ជួយជាសម្ភារៈដើម្បីធ្វើយ៉ាងម៉េចឲ្យវាមានគុណភាពទៅលើសុវត្ថិភាពចំណីអាហារដើម្បីទៅដល់អ្នកប្រើប្រាស់ពីដើមឡើយខ្ញុំអត់ដឹងពីអនាម័យពីចំណីអាហារទេហើយនឹងទីផ្សារទៅគម្រោងចុះមកក៏បរៀនពីខាងអនាម័យខាងមហូបហើយនឹងខាងទីផ្សារទៅខ្ញុំយល់ពីមុនយើងស្តុកបានទៅត្រឹម100គីឡូអីអស់ហើយឥឡូវនេះកើតជា4តោន5តោនទៅ6តោននេះយើងវត្តជាងដែរជីវភាពរបស់ខ្ញុំប្រសើរជាងមុនខ្ញុំបានបញ្ជូនកូនខ្ញុំទៅរៀនក្រុមគ្រួសារខ្ញុំមានសុភមង្គលទៅថ្ងៃក្រោយសង្ឃឹមថានឹងទទួលបាន CQS ពេញលេញណាមួយបិទលើផលិតផលហើយលក់ទៅម៉ាតធំៗឬក៏ម៉ាតធំៗហ្នឹងអាចបញ្ចេញទៅក្រៅប្រទេសបាន